បាទសម្រាប់ខ្ញុំសម្រាប់ Docker ខ្ញុំឲ្យយល់ន័យថាជាគេ Docker គឺជាអីគេ open source platform ដែលប្រើសម្រាប់អីគេ build deploy និងគ្រប់គ្រង containerized application ហ្នឹងហើយវាជួយឲ្យអីគេ system របស់យើងឬក៏ application របស់យើងនឹង run បានដោយរលូនដោយមិនខ្វល់ខ្វាយពីគេ environment ហ្នឹងហើយអញ្ចឹងខ្ញុំសូមបញ្ជាក់តាក់ទងជាមួយនឹងអីគេ open source platform ហ្នឹងហើយ platform open source យើងដឹងហើយអញ្ចឹងជាអីគេជា software ឬក៏ service ឬក៏ application ដែលគេឲ្យយើងប្រើប្រាស់ហ្នឹង free ដោយអត់គិតលុយហ្នឹង open source ហ្នឹងហើយ platform ហ្នឹងហើយ platform វាជាគាត់ជាអីគេវាជា application មួយហ្នឹងហើយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ build platform មួយដើម្បីឲ្យអីគេ user គាត់អាចអីគេ submit ព័ត៌មានរបស់គាត់ឬក៏អាចឲ្យ user គាត់អីគេចុចទៅ generate អីមួយអញ្ចឹងអាហ្នឹងគេហៅថា platform ហ្នឹងហើយអញ្ចឹងកុំយល់ច្រឡំស្អីគេជា platform អញ្ចឹងអានេះ platform ក៏អាចនិយាយថាជា system មួយទេហ្នឹងហើយ build សម្រាប់ build ឡើងមិន build អញ្ចឹងហើយ build គឺអីទេយើង run អីគេ run Docker build អីអញ្ចឹងទៅហ្នឹងហើយសម្រាប់ deploy ហ្នឹងហើយ deploy អីគេ deploy គឺយើងអី command របស់យើង run Docker run អីអញ្ចឹងទៅនឹងគ្រប់គ្រង containerized application អញ្ចឹងអាកន្លែងហ្នឹងគេចង់និយាយនៅពេលដែល application របស់យើងបាន pack ទៅក្នុង container ហ្នឹងអាហ្នឹងគេហៅថា containerized ហ្នឹងហើយអញ្ចឹងមួយទៀតគេយើងនិយាយថាគេវាដំណើរការបានដោយរលូនដោយគ្មានបញ្ហាតាក់ទងជាមួយ environment ហ្នឹងហើយអញ្ចឹងអាហ្នឹងមានន័យថានៅពេលដែលយើងបង្កើតវាហើយឲ្យខ្លាចជា Docker image ឬជា container image ហ្នឹងយើងអាចយកទៅ run គ្រប់ platform ទាំងអស់មិនថានៅលើ computer ផ្សេង server ផ្សេងឬក៏ any cloud provider ផ្សេងគឺវាអត់មានបញ្ហាតាក់ទងជាមួយ environment ទេហ្នឹងហើយអញ្ចឹងយល់តាក់ទងជាមួយនឹង Docker និយមន័យរបស់វាហ្នឹងឥឡូវខ្ញុំអូខេអញ្ចឹងឥឡូវខ្ញុំចង់បែងចែកថាពេលខ្លះអ្នកទាំងអស់គ្នាអាចឮគេនិយាយថា Docker image អី container អីគេ container image container image អញ្ចឹងអាពីរនឹងខុសគ្នាមិនអញ្ចឹងអញ្ចឹងវាមិនខុសគ្នាទេគ្រាន់ថាវាគ្រាន់តែជាឈ្មោះហៅណាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំសូមបញ្ជាក់បន្តិចតាក់ទងមួយ container image អញ្ចឹង container image ហ្នឹងជាប្រភេទគេជាប្រភេទ image ដែលយើងប្រើប្រាស់ Docker command line tool ហ្នឹងប្រើប្រាស់វាហ្នឹងគឺដើម្បី build image អញ្ចឹង image មួយហ្នឹងហើយដែលយើងហៅថា Docker image ហើយ Docker image ហ្នឹងក៏អាចហៅថាជា container image ដែរអូខេចុះអីគេចុះបើ container image វិញហ្នឹងហើយតាក់ទងមួយ container image ជាពាក្យទូទៅដែលគេហៅណាហ្នឹងហើយឡើយឧទាហរណ៍ថាតាក់ទងមួយ LAN អញ្ចឹងណា LAN នេះ Toyota អីគេ Ford អញ្ចឹងប៉ុន្តែអាហ្នឹងក៏នៅជា LAN មិនអញ្ចឹងហ្នឹងហើយអញ្ចឹងអាហ្នឹងគាត់ container image ហ្នឹងគាត់ថាជាឈ្មោះ general ឈ្មោះដែលគេហៅទេបើយើងប្រៀបធៀបទៅអាហ្នឹងគេហៅថាជា LAN តែជាក់ស្ដែងដូចជា mark របស់វាអញ្ចឹងណាដូចជាអាហ្នឹងជា Docker image mark របស់ Docker image អីអញ្ចឹងទៅហ្នឹងហើយហើយតាក់ទងជាមួយនឹងការហៅរបស់វានឹងដែរក៏យើងអាចបែងចែកដាច់ដែរហ្នឹងហើយ
បែងចែកដាច់លក្ខណៈថាក៏អាចបែងចែកដាច់ឧទាហរណ៍ថា container image ពេលខ្លះទៅ container image គឺនៅពេលណាដែលគេ build វាឧទាហរណ៍នេះ build អីគេ Docker អីគេប្រើជាមួយ Docker tool អាហ្នឹងគេអាចហៅបានជាអីគេអាចហៅបានថា Docker image or container image ប៉ុន្តែ បើសិនគេ build នៅលើ runtime ផ្សេងណាដូចជាអីគេ build នៅលើប្រភេទពួកអីគេដូចជា POD main អញ្ចឹងណាអញ្ចឹង image វាច្បាស់គេហៅថាជា container image ហ្នឹងហើយគេមិនអាចហៅថា Docker image ទេព្រោះវា build ប្រភេទជា Postman runtime ឬក៏ពួកអីវាជា tool ផ្សេងណាហ្នឹងហើយ runtime ផ្សេងអញ្ចឹងយើងបែងចែកឲ្យដាច់ទៅអញ្ចឹងត្រឡប់មកវិញ Docker image នៅពេលណាដែលគេហៅថា Docker image មានថា image មួយហ្នឹងគឺ build នៅលើអីគេ Docker tool ហើយ image មួយហ្នឹងក៏យើងអាចហៅថាជា Docker image ឬក៏ជា container image ហ្នឹងហើយតែបើសិនយើង build ជាមួយ Postman again ហ្នឹងហើយម្ដងទៀត Postman ឬក៏ tool ផ្សេងដូចជាអីគេ build dash អញ្ចឹងទៅអញ្ចឹង image ហ្នឹងច្បាស់ណាស់គេហៅថាជា container image ហ្នឹងហើយអញ្ចឹងខ្ញុំគិតថាវាអ្នកនរគ្នាយល់តាមពិតទៅវាមានអីគេអាស៊ីជម្រៅលើសនឹងទៀតតាក់ទងជាមួយនឹង runtime តាក់ទងជាមួយនឹង format image អីចឹងណាហ្នឹងហើយអូខេអញ្ចឹងតាក់ទងជាមួយនឹងការបែងចែក Docker image និង container image ប៉ុណ្ណឹងអូខេអញ្ចឹងពេលណាបានគេហៅថា container អញ្ចឹងណាពេលណាបានគេហៅថា container អញ្ចឹងនៅពេលដែលអីគេនៅពេលដែល image នឹង run ថាមានថា image run គេហៅថាអីគេ container ហើយហ្នឹងហើយ container ឬក៏អីគេ Docker container ហ្នឹងហើយឬក៏ Docker container អញ្ចឹងខ្ញុំអាចសញ្ញាហ្នឹងហើយអញ្ចឹងយើងបែងចែកវាដាច់ណាពេលណាហៅថា image ពេលណាហៅថា container បាទអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងឥឡូវខ្ញុំសុំចូលទៅកាន់អីគេ containerization អញ្ចឹងអ្នកទាំងអស់គ្នាតែងតែឮគេនិយាយហើយថាអីគេយើងធ្វើអីគេ containerization អញ្ចឹងអាពាក្យហ្នឹងគេចង់សំដៅទៅលើអីគេ building process មានថា process នៅពេលដែលយើងចាប់ដើមបង្កើត application បង្កើតអីគេ Docker file អីហ្នឹងអា process ទាំងអស់ហ្នឹងដើម្បីបង្កើតអីគេ Docker image ឬក៏ជា content ឬក៏ container image អញ្ចឹងអា process ហ្នឹងគេហៅថា containerization ណាអញ្ចឹងយើងបែងចែក process build image គេហៅថា containerization ដែលយើងរាប់ចាប់ពីអីគេ Docker បង្កើតអាចថា create project Docker file ហើយនឹងនៅក្នុង Docker file ហ្នឹងយើងមានអីគេយើង add អីគេdependency ហ្នឹងហើយ dependent ហ្នឹងហើយតាក់ទងមួយ dependency ចឹងខ្ញុំសុំទួចតិចអូខេ
ចឹងយើងដឹងយើងនឹងហើយយមន័យរបស់ containerization គឺគេសំដៅទៅលើ build process អញ្ចឹងខ្ញុំចូលមួយទៀតអញ្ចឹងពេលណាដែលគេហៅថា containerize អញ្ចឹង containerize ហ្នឹងគេហៅវាបាននៅពេលណានៅពេលដែលapplication របស់យើងហ្នឹងបាន pack ឬក៏បាន ship ចូលទៅក្នុងអីគេអញ្ចឹងអានឹង after app pack into container image មានថាអានឹងជា process រួចរាល់ហើយណាហើយនៅគេ ready to run មានថានៅពេលដែលយើង build ចេញ image ហើយអញ្ចឹង image system យើងរបស់យើងនៅក្នុង container ហ្នឹងគេហៅថា containerize អូខេអញ្ចឹងខ្ញុំគិតថាយល់នឹងខ្ញុំសូមបញ្ជាក់ថាអានេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំណាបើសិនអ្នកទាំងអស់គ្នាគិតថាមិនត្រឹមត្រូវអីក៏តាមហ្នឹងទៅហ្នឹងហើយពេលខ្លះវានិយមន័យរបស់វាទៅវាទលំទលាយពេកតាក់ទងជាមួយនឹង Docker ហ្នឹងអូខេអញ្ចឹងខ្ញុំសុំលើកយកមួយទៀតចុះតាក់ទងជាមួយអីគេ Docker engine តាក់ទងនឹង Docker engine ហ្នឹងគឺជាអីគេជា core component of Docker ecosystem មានថាវាជា core របស់ Docker ហ្មងហ្នឹងហើយអញ្ចឹង engine ហ្នឹងយើងវាអាចអនុញ្ញាតឲ្យយើងអីគេវា run ឬក៏ manage manage អាចថា manage container ហ្នឹងហើយអញ្ចឹង manage container យ៉ាងម៉េចហ្នឹងហើយអញ្ចឹងឥឡូវយើងខ្ញុំឧទាហរណ៍តាក់ទង process របស់វា component របស់វាមានអីគេខ្លះអញ្ចឹង component របស់វាទី1គឺចម្បងរបស់វាគឺ Docker daemon ឬយើងហៅថា Docker D ហ្នឹងហើយមួយទៀតយើងហៅថាអីគេ Docker API អញ្ចឹងនេះជា API របស់ Docker ហើយនឹង Docker អីគេ Docker CLI បន្ទាប់មកទៀត runtime របស់វាគឺ container D and ចុងក្រោយគឺ run ហ្នឹងហើយអញ្ចឹង component របស់ Docker engine គឺមានសំខាន់គឺមានអាចនិយាយថា14ទេអារ៉ាន់នេះគឺផ្សេងហ្នឹងហើយអញ្ចឹង process វាយ៉ាងម៉េចឧទាហរណ៍ថាខ្ញុំសុំឲ្យវាតូចជាងនឹងបន្តិចអូខេឧទាហរណ៍ថាយើង run អីគេ run command ជា Docker អីគេ Docker run Docker អត់ថា run ចុះ run ស្អី run image អីចេះតហ្នឹងហើយអញ្ចឹងបន្ទាប់មកវានឹងអា command ហ្នឹងវានឹងរត់ទៅណាវានឹងរត់ទៅកាន់ API វានឹង request ទៅកាន់ API ហ្នឹងហើយ API របស់ Docker ហ្នឹងអញ្ចឹងវាដឹកជញ្ជូនយើងដឹង API គឺជាcommunication between ពី point មួយទៅ point មួយណាអូខេខ្ញុំតិចវាហ្នឹងហើយអញ្ចឹងបន្ទាប់ពីអីគេពី
រត់ចូលមកកាន់ REST API ហ្នឹងវាអីគេវានឹងរត់ចូលវានឹងមក request ទៅកាន់អីគេ Docker មកថា Docker គេ request ទៅកាន់ Daemon ហ្នឹងហើយអញ្ចឹង Daemon វានឹងយើងដឹង Daemon ជា main core របស់ Docker engine វានឹងទៅអីគេទៅrequest ទៅកាន់ runtime គឺ container D អញ្ចឹង runtime ពីហ្នឹងវាទៅធ្វើអីគេទៅធ្វើ process របស់វាតាក់ទងចឹងcommand ហ្នឹងដើម្បីអីគេបង្កើត image អញ្ចឹងវាចាប់ដើម create image អីចឹងទៅវាក៏ run image ហ្នឹងអញ្ចឹង process វានឹង container ហ្នឹងវាចាប់ដើមអីគេ run វាអញ្ចឹងទៅអូខេអញ្ចឹងឥឡូវខ្ញុំសូមសង្ខេបឲ្យបន្តិចចុះតាក់ទងជាមួយ5 component ហ្នឹងអញ្ចឹងយើងដឹង Docker engine មាន5អញ្ចឹងខ្ញុំ Docker Daemon អញ្ចឹងអាហ្នឹងជាអីគេជា background service ជា background service Docker ហ្នឹងហើយ engine អញ្ចឹង API ជាអីគេជា interface for communication for smart communication with អីគេ with យើងដឹង with អីគេនេះ with Daemon just CLI វាគ្រាន់តែជា command line វាជា command line ហ្នឹងហើយជា Docker run build អីចឹងទៅអញ្ចឹង container ជាអីគេ container D ហ្នឹងគឺជា runtime ឬក៏ជា level runtime ឥឡូវខ្ញុំlevel អីគេ level អញ្ញថា level container ឬក៏ level manage life cycle of container ហ្នឹងហើយimage ហ្នឹងហើយអញ្ចឹងមួយទៀតអីគេ run C ហ្នឹងគឺគេសំដៅទៅលើអីគេទៅលើអាហ្នឹងនៅពេលដែលវា run អញ្ចឹង Docker container ចាំខ្ញុំនឹងបញ្ជាក់ឲ្យច្បាស់តាក់ទងជាមួយ container អញ្ចឹងrun C ហ្នឹងគឺមានថា run container ហ្នឹងឯងអញ្ចឹងកន្លែងហ្នឹងគេចំដាច់ជា live មានថា small resource អាហ្នឹងណាហើយអីគេ and portable and low level runtime អញ្ចឹងrun C នេះមានថាវាពិសេសជាមួយនឹង container D នេះហ្នឹងហើយអូខេអញ្ចឹងយើងនៅសល់អីគេនៅសល់ Docker volume Docker network អញ្ចឹងមុននឹងចូលអាពីរហ្នឹងណាអញ្ចឹងយើងត្រូវដឹងអីគេដឹង container សិនពីប្រសេសរបស់ container អញ្ចឹងតាក់ទងជាមួយ container នឹងខ្ញុំនឹងធ្វើនៅវីដេអូខាងក្រោយហ្នឹងហើយអញ្ចឹងសម្រាប់តាក់ទងជាមួយនឹង Docker ខ្ញុំមានប៉ុណ្ណឹងហ្នឹងហើយបើសិនមានខ្ញុំនិយាយទៅវាខុសឆ្គងអីណាព្រោះខ្ញុំមិនមែនជា professional ទេគាត់ថាខ្ញុំ share អ្វីដែលខ្ញុំដឹង
ហ្នឹងហើយឬក៏បើមានខុសឆ្គងអីឬក៏មតិផ្សេងអីអ្នកទាំងអស់គ្នាអាច comment នៅក្នុងវីដេអូទៅខ្ញុំនឹងcheck មើលតាមនឹងថាខ្ញុំខុសឬក៏ត្រូវអញ្ចឹងណាបើសិនអ្នកនរគ្នាយល់ឃើញផ្សេងអញ្ចឹងទៅនឹងអញ្ចឹងជាចុងក្រោយបើសិនជាអ្នកនរគ្នាអត់ទាន់ subscribe ណា YouTube អ្នកនរគ្នាអាច subscribe ទៅហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំផុសវីដេអូបន្តទៅអ្នកនរគ្នាអាចទាន់នៅវីដេអូខាងក្រោយទៀតអញ្ចឹងណាអញ្ចឹងខ្ញុំសម្រាប់វីដេអូនេះខ្ញុំមានប៉ុណ្ណឹងអញ្ចឹងជួបគ្នានៅវីដេអូខាងក្រោយ